ជួយសួរបងជួយសួរបងគណៈកម្មការក៏ដូចជាលោកគ្រូភ្លេងជាដំបងខ្ញុំសូមណែនាំឈ្មោះខ្ញុំបាទឈ្មោះសាយុធិនអាយុ26ឆ្នាំមកពីខេត្តរតនគិរីខ្ញុំបាទក៏ជាសិល្បករបុរាណក្រៅប្រព័ន្ធមួយផ្នែកពលល្ខោនខោលចម្រៀងមហោរីក៏ដូចជាខ្ញុំចូលចិត្តផ្នែកស្មូតបែបជីគេក៏ដូចជាអាយ៉ៃភ្លេងការអីជាដើមចង់ស្ដាប់គាត់អត់អូនចង់ស្ដាប់ start ហ្មងសម្រាប់ថ្ងៃនេះដែរខ្ញុំលើកយកបទមរតកដើមព្រែកឯងអស់សង្ឃឹមព្រែកឯងនៅឆ្ងាយឃើញដាច់អាឡ័យអនុស្សាវរីយ៍ជាប់ដោយរុក្ខជាតិធ្វើមិនដេញនឹងបានឃើញព្រែកឯងទៀតពិតមែនតែរូបខ្ញុំឃ្លាតតែចិត្តនៅគួចទៅធម្មជាតិញញឹមដើរធ្លាប់រាំងទាំងឥឡូវប្រែភ្លែងទៅជាសត្រូវអនុស្សាវរីយ៍ជុំនៅដោយផ្លូវគិតថាពីថ្ងៃនេះទៅលែងឃើញព្រែកឯងទៀតហើយអនុស្សាវរីយ៍ដែលជប់នៅដោយទីហាងដូចឃើញគ្រាថ្មីថ្មីដើមឈើធំធំដែលលំត្រជ័យលឺតែសំលេងរៃយំថ្លែងក្តីអង្គសង្ឃឹមគូព្រេងដែលខ្ញុំគិតថាមិនប្រឥឡូវរលត់ទាំងរូបព្រំធ្វើមិនដេញនឹងបានដោយក្តីសង្ឃឹមបើទុកជាខ្ញុំញញឹមក៏មិនស្រដូចគ្រាដើមយល់ថាមានអីមួយផ្សេងទៀតដែលក៏ធ្វើឲ្យពួកបងនឹងកំពុងតាល្ងុយនឹងបើកភ្នែកធំធំបានដែរសុំពោលល្ខោនដបាទអងនោះក្រុងរៀបបណ្ណាសូពូជេពងអំបូត្រកគោលនៃព្រះព្រហ្មាដងនោះក្រុងរៀបបណ្ណាសូអំបូក្រុងលង្កាបុរីសែនក្រោតធាក្នុងចិត្តពេកក្រៃព្រោះស្នេហាសេដាស្រីពំបានរៀបសាមានក៏បញ្ជាអស់ពលសេនាថាឯណាអស់ពួកពលសេនាទាំងឡាយប្រកាសណាថ្លៃពិសេសចូលពួកឯងមើលយាមការអស់សេដាបានល្អណាប្រយ័ត្នតែបាត់សេដាពីក្រុងលង្កាយើងប្រហារពួកឯងឲ្យខ្សែមរណាឬទេទទួលព្រិចបញ្ជាក្រាបទូលកូនបងពោលនេះមិញភ្ញាក់ពីគេងវិញចាំមានអារម្មណ៍ស្វាងភ្ញាក់វិញហើយមានអារម្មណ៍ថាណែនខ្ពស់ស្រឡះល្អស្រឡាញ់ហ្មងឥឡូវបងសុំដាក់បន្ទុកទៅលើអើយអាក្រោយវិញអាមកអត់និយាយជិលនិយាយយកក្រោយនឹងអបអសាតភាគច្រើនទស្សនិកជនតែងតែនិយាយថាមិនព្រោះដោយម្ចាស់ដើមមិនព្រោះដោយម្ចាស់ដើមការពិតគឺមិនអាចព្រោះដោយម្ចាស់ដើមក៏ពិតមែនប៉ុន្តែយើងព្យាយាមច្រៀងព្រោះយើងស្រឡាញ់ព្រោះបងក៏ស្រឡាញ់ដែរហើយការច្រៀងបាញ់មិញបើសម្រាប់បងយកធនធ្វើបានល្អព្រោះអីវាជាជំនាញរបស់យើងស្រាប់នៅក្នុងការ
បត់បែនពីមហោរីមកជាបត់មកដកដើមវិញវាសមិនជាបបាក់ឯងប៉ុន្តែអឿនសំខាន់មួយចំនួនស្ដាប់ទៅវារឹងមនោចេតនាវាអត់មានប៉ុន្តែវាស្ដាប់ទៅបែបជារបៀបងុយគេងវិញ បងសង្ឃឹមថាមានក្មេងជំនាន់ក្រោយជាច្រើនដែលគាត់នឹងមានឆន្ទៈនៅក្នុងការរៀននៅសិល្បៈបុរាណរបស់យើងឲ្យបានច្រើនពីព្រោះវាលំបាកវាអត់ស្រួលទេពួកបងដូចបងស្រឡាញ់តែបងអាចធ្វើបានទេអញ្ចឹងមានតែរំពឹងថានឹងមានអ្នកនៅតែបន្តវេនឲ្យបានច្រើនហើយអរគុណខ្លាំងមែនតើហើយសម្រាប់បងការបង្ហាញរបស់យើងថានឹងថ្ងៃនេះបងស្រឡាញ់បងដូចរ៉ាប៊ីអញ្ចឹងគឺថាស្រឡាញ់ហ្មង កាត់សេចក្តីខ្លីៗកុំឲ្យយូរណាសម្រាប់បងបបសាទរបាទ កូនច្រើនបង ចាសម្រាប់ខ្ញុំចូលរួមអបអរសាទរ កូនច្រើន បងដូចគ្នាអបអរសាទរ អរគុណបង ចាដូចអូនពោមួយម៉ាត់មិញក្រោយហ្នឹងគឺបងស្រឡាញ់ពេញបេះដូងហ្មងធ្វើឲ្យបងហ្នឹងឲ្យពាក្យអបអរសាទរទៅបងអូន អរគុណបង ចា អរគុណច្រើនឥឡូវជាប់ហើយសប្បាយចិត្តអត់ សប្បាយចិត្តខ្លាំងបង អូខេមកយកផ្កាយពីបងបាទអរគុណ អរគុណច្រើនដៃបង